ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសឥណ្ឌូនេស៊ីបន្តរកឃើញសាកសពជនរងគ្រោះដែលស្លាប់ដោយសារចំនួនទឹកភ្លៀងនិងការបាក់ដីនៅលើកោះស៊ូម៉ាត្រាដូច្នេះចំនួនអ្នកស្លាប់សរុបកើនដល់24នាក់ក្រៅពីនេះមនុស្សរាប់សិបនាក់ទៀតរសាត់ទៅតាមខ្សែទឹកហូរនិងត្រូវគេចាត់ទុកថាជាអ្នកបាត់ខ្លួនរហូតមកដល់ពេលនេះមិនទាន់ដឹងថាតើពួកគេស្លាប់ឬរស់នៅឡើយក្រុមអ្នកជួយសង្គ្រោះកំពុងជួបការលំបាកក្នុងការធ្វើដំណើរទៅទីក្រុងនិងស្រុកចំនួន11នៅខេត្តស៊ូម៉ាត្រាខាងជើងភ្លៀងធ្លាក់ខ្លាំងរដូវវស្សាកាលពីសប្តាហ៍មុនធ្វើឲ្យទឹកទន្លេឡើងលិចច្រាងនិងហូរកាត់ភូមិរបស់ប្រជាជនដែលរស់នៅតាមជម្រៅភ្នំដុំថ្មនិងដើមឈើត្រូវបាក់ផ្ទាំងធ្លាក់មកក្រោមបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមអ្នកជួយសង្គ្រោះគឺដំណរងគ្រោះត្រូវគ្របដណ្ដប់ដោយដីភក់ភ្លើងអគ្គិសនីត្រូវដាច់ប្រព័ន្ធទំនាក់ទំនងក៏រអាក់រអួលនៅទីក្រុងស៊ីបូលហ្កាដែលរងគ្រោះខ្លាំងជាងគេក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសពមនុស្ស8នាក់និងអ្នករបក3នាក់ពួកគេក៏កំពុងស្វែងរកមនុស្ស21នាក់ទៀតដែលកំពុងបាត់ខ្លួននៅស្រុកតាប៉ាណូលីកណ្ដាដែលនៅក្បែរនោះប្រទេសរបស់អ្នកស្រុកជាច្រើនខ្នងត្រូវដីបាក់សង្កត់ពីលើបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារមានគ្នា4នាក់នៅស្រុកដដែលនេះមានទឹកជំនន់យ៉ាងលហុលលហាយលិចផ្ទះនិងអគារជិត2000ខ្នងប្រជាជន1900នាក់ត្រូវចាក់ចោលផ្ទះសម្បែងទៅជ្រកកោនក្នុងទីជម្រកបណ្ដោះអាសន្នទឹកជំនន់ក៏កើតមាននៅខេត្តក្រុងដទៃទៀតនៃប្រទេសឥណ្ឌូនេស៊ីដែលសម្បូរកោះនិងមានប្រជាជនសរុប280លាននាក់ក្នុងនោះខេត្តអាចេនិងស៊ូម៉ាត្រាខាងលិចក៏រងការលិចលង់ផងដែរផ្ទះរបស់ប្រជាជនរាប់រយខ្នងត្រូវទឹកលិចផ្ទះភាគច្រើនមិនមែនលិចធម្មតាប៉ុណ្ណោះទេប៉ុន្តែលិចដោយដំបូលផ្លូវ highway សំខាន់ត្រូវកាត់ផ្ដាច់ដោយទឹកជំនន់